លោកបើកសម្រាប់បានបង្ហោះសារនៅក្នុងគណនី Facebook ផ្លូវការផ្ទាល់ខ្លួនរបស់លោកដោយបានហៅឯកឧត្តមសៀងណាមថាឯកឧត្តមប៉ានិងបានហៅភរិយារបស់ឯកឧត្តមសៀងណាមថាលោកជំទាវម៉ាក់សុភត្រា Express បញ្ញាទៅក្រៅប្រទេសឆាប់រហ័សជំនាញនៅក្នុងការវិខ្ចប់បញ្ញារហ័សទៅកាន់ប្រទេសកូរ៉េនិងប្រទេសជប៉ុនក្នុងតម្លៃ1គីឡូត្រឹមតែ$7តែប៉ុណ្ណោះកាលពីពេលកន្លងទៅថ្មីនេះផងដែរលោកបើកសម្រាប់បានបង្ហោះសារនៅក្នុងគណនី Facebook ផ្លូវការផ្ទាល់ខ្លួនរបស់លោកដែលលោកបានហៅឯកឧត្តមសៀងណាមថាឯកឧត្តមប៉ានិងភរិយារបស់ឯកឧត្តមសៀងណាមថាលោកជំទាវម៉ាក់ចំពោះការហៅឯកឧត្តមសៀងណាមនិងលោកជំទាវថាឯកឧត្តមប៉ានិងលោកជំទាវម៉ាក់ពីសំណាក់លោកបើកសម្រាប់បានទទួលនៅការចាប់អារម្មណ៍និងការពោលសរសើរពីសំណាក់ប្រិយមិត្តទស្សនិកជនចំពោះការគោរពរបស់លោកបើកសម្រាប់ចំពោះឯកឧត្តមសៀងណាមនិងលោកជំទាវដែលការហៅរបស់លោកបើកសម្រាប់នេះបានបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅចំពោះការស្រឡាញ់និងគោរពឯកឧត្តមសៀងណាមនិងលោកជំទាវប្រៀបបីដូចជាឪពុកម្ដាយដោយការពីពេលកន្លងទៅឯកឧត្តមនិងលោកជំទាវតែងតែយកចិត្តទុកដាក់ផ្ដល់ក្តីអាណិតស្រឡាញ់ចំពោះលោកបើកសម្រាប់និងកូនរបស់លោកដោយឯកឧត្តមនិងលោកជំទាវបានផ្ដល់ជាថវិកានិងមធ្យោបាយធ្វើដំណើរក៏ដូចជាផ្ដល់នូវមតិយោបល់ល្អៗជាច្រើនដល់លោកបើកសម្រាប់ដើម្បីលោកអាចមានជំហររហូតមកដល់សប្តាហ៍ថ្ងៃនេះនៅរយៈថ្មីចុងក្រោយនេះប្រិយមិត្តទស្សនិកជនដែលជាអ្នកគាំទ្រលោកបើកសម្រាប់ប្រកាសជាបានឃើញសកម្មភាពរបស់លោកបើកសម្រាប់ជាច្រើននៅក្នុងគណនី Facebook ដោយលោកបានបង្ហោះអំពីសកម្មភាពនៃការចូលរួមជួសជុលធ្វើផ្លូវថ្នល់ជូនប្រជាពលរដ្ឋជាមួយនឹងឯកឧត្តមសៀងណាមនៅឯខេត្តសៀមរាបដោយក្នុងនោះលោកបានបង្ហោះថាថ្ងៃនេះខ្ញុំសប្បាយចិត្តណាស់ហើយក៏មានមោទនភាពបំផុតដែលបានមកជួយធ្វើផ្លូវថ្នល់ជូនប្រជាពលរដ្ឋនៅស្រុកក្រឡាញ់ខេត្តសៀមរាបភូមិសម្បួរឃុំសម្បួរស្រុកក្រឡាញ់ក៏សូមអរគុណឯកឧត្តមប៉ាសៀងណាមនិងលោកជំទាវម៉ាក់ដែលលោកតែងតែចោះជួយរាល់សកម្មភាពដល់ប្រជាពលរដ្ឋក្រលំបាកខ្ញុំសូមជូនពរលោកឲ្យមានសុខភាពល្អសូមព្រះតាមថែរក្សាលោកទាំងពីរឲ្យមានអាយុវែងសូមអរគុណមេភូមិមេឃុំមេស្រុកដែលជួយសហការសូមអរគុណធំបើក្រឡេកមកមើលកិច្ចការងារសិល្បៈរបស់លោកវិញលោកបើកសម្រាប់ក៏នៅតែមមាញឹកចំពោះការបកស្រាយបទចម្រៀងនៅតាមវងតន្ត្រីនានាផងដែរជាពិសេសទៀតនោះនៅរយៈចុងក្រោយនេះប្រិយមិត្តទស្សនិកជនពិតជាបានឃើញហើយនៅការចាប់ដៃគូគ្នាបកស្រាយបទចម្រៀងមរតកដើមជាគូជាមួយនឹងប្អូនស្រីចាំងច័ន្ទរាមតីដែលទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រិយមិត្តទស្សនិកជនបាទដូច្នេះសូមអរគុណប្រិយមិត្តទស្សនិកជនចំពោះការតាមដានទស្សនាសង្ឃឹមថាប្រិយមិត្តទស្សនិកជននឹងរីករាយនៅវីដេអូមួយនេះហើយយើងនឹងវិលមកជួបគ្នាវិញសាជាថ្មីម្ដងទៀតនៅវីដេអូបន្ទាប់សូមអរគុណប្រិយមិត្ត